ក្មេងស្រីម្នាក់បានមកដល់ព្រះវិហារចាស់មួយហើយឃើញថាព្រះនៅទីនោះកំសត់ជាងនាងទៅទៀតនាងក៏យកចំណីដែលសុំទានគេបានមកជូតឲ្យស្អាតហើយថ្វាយជាដង្វាយដើម្បីឲ្យព្រះបានកំពុងតែខ្លួនព្រោះក្មេងស្រីម្នាក់នេះខ្វាក់តាំងពីតូចមិនដែលស្គាល់ពិភពលោកទេឬថាជាវិហារអឺឡែងសែននាងក៏បន់ស្រន់សុំភ្នែកទី3ពីព្រះព្រោះនាងពិតជាចង់ឃើញពិភពលោកនេះខ្លាំងណាស់នាងថែមទាំងចង់មានបានទៀតផងបើនាងមានលុយនាងនឹងជួសពិសេសសម្រាប់ពុកម៉ែអូនពូមីងបងប្អូនដែលចង់ខ្លាយម្ចាស់អាជីវកម្មម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Bravo គឺជាម្ចាស់មួយដ៏សំខាន់បំផុតនៅប្រទេសម៉ាឡេស៊ីបងប្អូនឥឡូវនេះគឺមានប្រូម៉ូសិនណាជូនចំនួនត្រឹមតែ200នាក់តែប៉ុណ្ណោះចាអញ្ចឹងបងប្អូនចាប់អារម្មណ៍គឺអាចចាឆាតឬក៏ខលទៅបង001បានជាពិសេសគឺជាផលិតផលដែលមានស្តង់ដារជួយដល់សុខភាពរបស់យើងបានអញ្ចឹងប្រូម៉ូសិនពិសេសនេះដែលខ្លាយជាម្ចាស់ស្តុកនៅប្រទេសឥណ្ឌាហើយសំខាន់ទៅទៀតគឺសម្រាប់បងប្អូនដែលថាអូខ្ជិលលក់ខ្ជិលផុសខ្ជិលធ្វើទីផ្សារខ្ជិលអនឡាញអបឡាញអីក៏ខ្ជិលណាស់ប៉ុន្តែខ្ញុំចង់បានប្រាក់ខែប្រចាំខែប្រចាំថ្ងៃប្រចាំឆ្នាំប្រចាំមួយជីវិតតកូនតចៅចាគឺអាចតាក់ទងទៅបង001បានបងប្អូនណាចាគឺមានតែក្រុមហ៊ុន Bravo ទេដែលផ្ដល់សិទ្ធិឲ្យបងប្អូនខ្លាយជាម្ចាស់អូខេនៅប្រទេសឥណ្ឌាបានព័ត៌មានអត់ឲ្យលឿនណាស់តមានប្រូម៉ូសិនចាវិហារឡើងវិញនឹងថ្វាយរបស់ឆ្ងាញ់ដល់ព្រះឯងជាមនុស្សដំបូងដែលថ្វាយតង្វាយដល់យើងឃើញឯងមានចិត្តល្អយើងនឹងសម្រេចបំណងឯងប្រទានភ្នែកទឹកទី3ដល់ឯងអាចមើលឃើញសពសាពើនឹងកែប្រែវាសនាបានតែត្រូវរក្សាចិត្តបរិសុទ្ធកុំភ្លេចបំណងដើមគេថាអ្នកឃើញវីដេអូនេះគ្រាន់តែខមមិនរូបកាកុលាប3ទងនឹងមានលៀបមានជ័យរកស៊ីមានបានត្រជាក់ត្រជុំភ្លាមនោះនាងក៏ដឹងខ្លួនថាទោះមានក្រណាត់រំភ្នែកក៏នាងអាចមើលឃើញពិភពលោកដែរនាងរំភើបចិត្តហើយក្រាបថ្វាយបង្គំអរគុណព្រះដើម្បីបានលុយជួសជុលវិហារនាងយកប្រាក់មួយដំឡឹងដែលសុំទានបានបនលបែងឃើញកញ្ចក់លើតុនាងក៏យកមកឆ្លុះមើលមុខខ្លួនឯង